ឃើញទេព្រះអាទិត្យកំពុងតែរះសំណាប់អ្នកគិតតែមើលពេលព្រះអាទិត្យរះតើអ្នកត្រូវធ្វើអ្វីខ្លះចាប់ផ្ដើមរៀនសង្កេតពីដំណើរធម្មជាតិនោះអ្នកនឹងដឹងថាកិច្ចការខ្លះគឺមិនទាន់ដល់ពេលដែលត្រូវធ្វើនោះទេរីឯកិច្ចការខ្លះទៀតក៏ហួសពេលដើម្បីធ្វើទៀតដែរតាមពិតទៅកន្លងមកគឺយើងខ្លួនឯងទេតើដែលបោះបង់ចោលឱកាសល្អៗជាច្រើនហើយគឺយើងខ្លួនឯងទេដែលមិនព្រមជ្រើសរើសមនុស្សម្នានៅជុំវិញខ្លួនមិនក៏ថាពួកគេមិនជ្រើសយកអ្នកទៅវិញគឺមកពីអ្នកធ្លាក់ទឹកចិត្តទើបធ្វើឲ្យគំនិតអវិជ្ជមានអូសទាញអ្នកបានបែបនេះអ្វីៗគឺចាប់ផ្ដើមពីខ្លួនឯងហើយយើងគឺជាអ្នកជ្រើសរើសផ្លូវដើរទៅមុខដោយខ្លួនឯងជ្រើសរើសមនុស្សជ្រើសរើសការងារនិងជ្រើសរើសការរស់នៅដ៏មានប្រយោជន៍